ចាសួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយសម្រាប់ថ្ងៃនេះគឺបងប្អូនប្រហែលជាបងប្អូនឃើញហើយណាថាកំពុងធ្វើអីញប់ដៃញប់ជើងញប់ញញដែរបងប្អូនចាហើយគឺសកម្មភាពនឹងដែរគឺជាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំណាបងប្អូនចាហើយខ្ញុំបានមើលវីដេអូចាបងដៃចាស់ដៃគាត់បាននិយាយណាថាសម្រាប់អ្នកដែលផលិតមាតិកាផ្សេងចាបើចង់ធ្វើវីដេអូទទួលបានការជោគជ័យចាគឺត្រូវតែស្វែងរកចាខ្លួនឯងឲ្យបានច្បាស់លាស់ណាចាហើយខ្ញុំចង់បញ្ជាក់បន្ថែមទៀតថាបើសម្រាប់ខ្ញុំវិញគឺច្បាស់លាស់បំផុតហើយបងអើយចាគឺច្បាស់ជាទីបំផុតតែម្ដងចាគួរច្បាស់នឹងច្បាស់អត់មានអីទេបងប្អូនចាគឺច្បាស់គឺដោយបងប្អូនបានឃើញអញ្ចឹងគឺច្បាស់នឹងការងារកប៉ែកពក់តិចតួចនៅផ្ទះអញ្ចឹងឯងណាបងប្អូនចាដោយសារថាខ្ញុំធ្វើវីដេអូគឺខ្ញុំអត់មាននិយាយទៅគឺចាប់ផ្ដើមពីចំណុច0ចាចាប់ផ្ដើមពីចំណុច0អញ្ចឹងគឺខ្ញុំអត់មានអ្វីអស្ចារ្យដូចគេទេហើយសម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំដូចបញ្ជាក់រាល់ដងអញ្ចឹងថាខ្ញុំអត់មានអ្វីអស្ចារ្យអត់មានអ្វីគួរឲ្យទាក់ទាញដូចគេដូចឯងទេព្រោះការធ្វើវីដេអូរបស់ខ្ញុំគឺខ្ញុំបញ្ជាក់ពីការដែលខ្ញុំធ្វើការក៏ដូចជាសកម្មភាពរបស់ខ្ញុំដែលនៅផ្ទះព្រោះដោយសារតែខ្ញុំជាជាអ្នកនិយាយទៅគឺជាស្ត្រីមេផ្ទះហ្នឹងណាចានិយាយអួតថាស្ត្រីមេផ្ទះបន្តិចទៅណាចាគឺមែនហ្នឹងណាបងប្អូនដោយសារតែខ្ញុំនៅផ្ទះហើយខ្ញុំមានកូនតូចចាហើយក៏ខ្ញុំក៏មានការងារជុំវិញផ្ទះតិចតួចហ្នឹងណាបងប្អូនចាហើយសម្រាប់ការងាររបស់ខ្ញុំហ្នឹងគឺនិយាយទៅគេថាស្ត្រីមេផ្ទះការងារគ្មានប្រាក់ខែទេចាគឺវាអញ្ចឹងមែនចាហើយខ្ញុំអត់មានប្រាក់ខែទេចាគឺខ្ញុំធ្វើការធម្មតាហ្នឹងណាចាมันមានជាអ្វីអស្ចារ្យដូចគេទេចាហើយប៉ុន្តែសម្រាប់វីដេអូរបស់ខ្ញុំចេះតែបន្តធ្វើជារឿងរហូតចាធ្វើទោះបីជាតិចក្តីច្រើនក្តីចាគឺខ្ញុំនៅតែធ្វើហើយក៏ខ្ញុំតែងតែសង្ឃឹមថ្ងៃណាមួយខ្ញុំនឹងទទួលបានលទ្ធផលល្អដោយសារការផលិតវីដេអូការផលិតមាតិកាអីផ្សេងៗណាបងប្អូនចាប៉ុន្តែនៅពេលនេះគឺខ្ញុំអត់ទទួលបានជោគជ័យអីទេប៉ុន្តែខ្ញុំក៏មិនបោះបង់ដូចគ្នាដែរណាបងប្អូនចាគឺខ្ញុំចេះតែធ្វើជាប្រចាំថ្ងៃចាហើយក៏បង្ហាញពីសកម្មភាពប្រចាំថ្ងៃការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំនឹងណាបងប្អូនចាហើយការងារនឹងដែរគឺដូចថាពេលខ្លះក៏យើងដូចថាពេលគ្រួសារយើងចេញទៅធ្វើការងារក្រៅអញ្ចឹងគឺនៅផ្ទះគឺអត់មានអីទេគឺមានតែការងារផ្ទះនឹងឯងចាធ្វើនេះធ្វើនោះបន្តិចបន្តួចហ្នឹងណាហើយក៏ល្ងាចឡើងក៏បាយទឹកព្រឹកឡើងក៏បាយទឹកគឺមើលកូនមើលចៅតែឯងប៉ុណ្ណឹងឯងវាមិនមានជាការងារអីធំដុំទេចាប៉ុន្តែគឺជាការងារវិលជុំចាគឺជាការងារដែលអត់មានប្រាក់ខែចាប៉ុន្តែហត់ណាបងប្អូនចាប៉ុន្តែយើងចង់ឈប់ចង់សារៈអីគឺយើងអាចសារៈបានខ្លះដែរចាគឺវាមានតែអញ្ចឹងឯងបងប្អូនអើយចាហើយសម្រាប់សកម្មភាពហ្នឹងគឺសកម្មភាពខ្ញុំពងតែប្រមូលអាចគោដោយសារតែអាចគោហ្នឹងវាច្រើនថ្ងៃច្រើនខែបងប្អូនចាដល់ពេលអញ្ចឹងទៅក៏ប្រមូលដើម្បីដាក់ទុកព្រោះដល់ទៅចូលឆ្នាំហើយគឺតែធ្លាក់ភ្លៀងមកហើយគឺយើងចាប់ដើមដកចេញដាក់ទៅស្រែទៅអីបងប្អូនចាព្រោះនៅរដូវអត់ភ្លៀងអញ្ចឹងគឺអាចគោវាស្ងួតហើយអាចគោវាម៉ត់ដល់ពេលអញ្ចឹងទៅយើងប្រមូលដាក់កន្លែងដាក់ត្រង់មកដប់អញ្ចឹងទៅចាដល់ពេលទៅចូលឆ្នាំហើយគឺចាប់ដើមដំណើរការខែធ្វើស្រែទៀតដែរបងប្អូនអើយតែធ្លាក់ភ្លៀងហើយគឺចាប់ដើមចេញប្រយុទ្ធហើយចាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនអើយចាមិនមានជាអ្វីអស្ចារ្យដូចគេទេអរគុណសម្រាប់ការតាមដានទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ